បាល់គ្រូទៅទៅនឹង Embedded Formative Assessment គឺសមាជិកក្រុមទី3និងទី4ធ្វើការបកស្រាយអញ្ចឹងខ្ញុំនឹងធ្វើ reflection លើក្រុមទី3ដែលធ្វើទៅលើមេរៀនទី5 Embedded Formative and Summative Assessment ចំណុច1និងចំណុច2ជាមេតិកាសេចក្តីផ្ដើមវត្តនៃការវាយតម្លៃតាមដំណាក់តើការវាយតម្លៃតាមដំណាក់ជាអ្វីដំណើរការនៃការវាយតម្លៃតាមដំណាក់ចរិតលក្ខណៈនៃការវាយតម្លៃតាមដំណាក់ប្រភេទនៃការវាយតម្លៃតាមដំណាក់និងការប្រមូលភស្តុតាងសម្រាប់ការវាយតម្លៃក្រុមម៉ោងសិក្សាការវាយតម្លៃតាមដំណាក់គឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់សមិទ្ធផលជំនាញសិស្សប្រមតិត្រឡប់ភ្លាមរយៈពេលច្បាស់លាស់គ្រូអាចមានសកម្មភាពកែលម្អការបង្រៀនតមកប្រមូលភស្តុតាងនៃការសិក្សាការសង្កេតសំណួរលំហាត់ដែលមានរចនាសម្ព័ន្ធស្វ័យវិតម្លៃតមកមានការវិតម្លៃភស្តុតាងការបកស្រាយមិនមានភាពលំអៀង Formative Assessment Characteristic លក្ខណៈនៃការវិតម្លៃតាមដំណាក់កាលភស្តុតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមដែលពាក់ព័ន្ធមតិកែលម្អនិងគួរដែលធ្វើឡើងនៅពេលណាប្រភេទនៃការវិតម្លៃតាមដំណាក់វិតម្លៃក្នុងម៉ោងសិក្សាភ្លាមមានកម្រងការវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់អាចជាការវិតម្លៃថ្នាក់រៀនជាទូទៅនឹងមានຂະຫນາດធំការប្រមូលភស្តុតាងសម្រាប់ការវិតម្លៃក្នុងម៉ោងសិក្សាមានដូចជាការសួរសំណួររបស់គ្រូការសង្កេតរបស់គ្រូការបង្កើតសំណួរបំផុសផ្សេងៗដែលគ្រូធ្វើការដើម្បីតែមើលសមត្ថភាពរបស់សិស្សក្នុងម៉ោងសិក្សាក្នុងរយៈពេលខ្លីៗចូលទៅកាន់សមាជិកក្រុមទី4ក៏បានធ្វើការបកស្រាយទៅលើប្រធានបទការវិតម្លៃក្នុងម៉ោងសិក្សាមាតិកាការសង្កេតសម្រាប់ការវិតម្លៃសំណួរផ្ទាល់មាត់ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពការសង្កេតដោយម្ដេចដែលហៅថាការសង្កេតការសង្កេតសម្រាប់ការវិតម្លៃអាកប្បកិរិយាដែលគ្មានវិចារការវិតម្លៃតាមរយៈទឹកមុខអត្ថន័យនៃទឹកមុខការមិនទុកចិត្តការភ្ញាក់ផ្អើលសុភមង្គលកំហឹងសោកសៅការបញ្ញាចិត្តភាពភ័យខ្លាច3សំណួរផ្ទាល់មាត់តើគ្រូធ្វើដូចម្តេចដើម្បីឲ្យសំណួរផ្ទាល់មាត់មានប្រសិទ្ធភាពការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពមានន័យថាជាការឆ្លើយតបរបស់គ្រូត្រូវបានគេហៅថាមតិកែលម្អឬការផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សបន្ទាប់ពីការវិតម្លៃអំពីសមិទ្ធផលរបស់ពួកគេប្រភេទនៃការផ្ដល់មតិកការពិនិត្យមើលការបរិយាយលម្អិតការកំណត់បានពីធម្មជាតិនៃការផ្ដល់មតិកែលម្អ
នេះជាចំនួនពេលវេលារបៀបប្រមតិកែលម្អអ្នកស្ដាប់ប្រភេទនៃកិច្ចការ